ចាំពេលដែលទំនេរចាំខ្ញុំជួបជាមួយនាងក៏បានដែរមិនចាំបាច់ទេខ្ញុំក៏អត់កិច្ចការល្មមដែរសុំទៅណាខ្ញុំសុំទៅវិញហើយអ្នកនាងនីសាអ្នកនាងនីសាមករកគ្នាស្ទើរទៅរត់ពេលទៅហើយតើខ្ញុំនេះគួរតែបញ្ចុះបញ្ចូលអ្នកនាងមានរបៀបណាទៅដើម្បីឲ្យបានឆាប់នាំខ្លួនរបស់គេចេញឲ្យផុតពីផ្ទះរបស់ខ្ញុំទៅណោះខ្ញុំក៏ដឹងហើយចុះហេតុអីបានជាអ្នកនាងនេសាត្រូវស្កាត់មករកនេះស្ទើរទៅរាល់ថ្ងៃបែបនេះបើមិនព្រោះតែរឿងផ្ទាល់ខ្លួនរបស់ខ្ញុំទេនោះក៏អ្នកនាងនេសាមិនត្រូវចំណាយពេលវេលាបែបនេះដែរហើយនេះបងរិទ្ធពិតជាមានបំណងតាមដានអ្នកនាងនេសាពិតប្រាកដមែនទេបាទអត់ទេក៏ប៉ុន្តែមិនដឹងជាចៃដន្យអីទើបបានជាឲ្យតែខ្ញុំមករកនេះហើយចេះតែបានជួបអ្នកនាងនេសារាល់ដងបែបនេះទៅធម្មតាមនុស្សប្រុសហើយនិងមនុស្សស្រីគឺកម្របានអ្នកណាគេស្អប់គ្នារបៀបនេះណានេះមិនដឹងថាមានអ្វីខ្លះទៀតដែលខ្ញុំមិនបានដឹងផងហើយបងធ្វើដាក់ចំពោះអ្នកនាងនេសាមែនទេបងក៏មិនដឹងថាមានពីអ្វីដើម្បីបកស្រាយឲ្យនាងបានយល់នោះដែរក៏ព្រោះតែហេតុផលដោយតែបងបាននិយាយប្រាប់នាងទាំងអស់ហើយតាហើយពីពេលនេះតទៅបើសិនជាអ្នកនាងនេសានៅតែស្អប់បងទៀតគឺមានតែម្យ៉ាងនោះទេគឺមកពីបងនេះមានឋានៈមិនស្មើនឹងគ្រួសាររបស់អ្នកនាងនេសានោះឯងហើយក្នុងផ្នែកគំនិតរបស់អ្នកនាងគេបានមើលងាយដល់បងនិងចាត់ទុកបងជាសម្រាប់នៅក្នុងការភ្នែករបស់នាងតែប៉ុណ្្នឹងឯងតែខ្ញុំគិតថាវាក៏ល្អដែរបើសិនជាបងអាចរើចេញពីកន្លែងនោះបាននេះអង្គគិតថាអញ្ចឹងចាមែនហើយអោកាំងសាំងល្អបានខ្លាំងណាស់ប្រលឹងចាញ់ហើយស្នេហ៍ប្រែលែងខឹងបេះដូងមួយនឹងទន្ទឹងរង់ចាំសូមចាញ់គ្រប់យ៉ាងឲ្យតែបងវិលមកក្នុងពេលនេះបែរនឹងហើយម្ដាយរបស់គេក៏ធ្លាប់ជាអតីតសង្សាររបស់ប៉ាដែរមិនត្រឹមតែប៉ុណ្ណោះឪពុករបស់គេក៏ជាមិត្តភក្តិស្និទ្ធស្នាលរបស់ប៉ាម្នាក់ទៀតហើយថែមទាំងជាអ្នកដែលធ្លាប់មានគុណមកលើប៉ាខ្ញុំថែមទៀតផងព្រោះតែបែបនេះហើយតែបានជាលោកប៉ាត្រូវស្រឡាញ់ហើយអាណិតគេម្នាក់នោះណាស់ចុះទោះបីជាយ៉ាងណាក៏គេមិនមែនជាកូនបង្កើតរបស់លោកប៉ាដែរលោកប៉ាពិតជាមិនអាចផ្ដល់នូវការទុកចិត្តទៅលើគេជាជាងកូនបង្កើតរបស់ខ្លួនឯងទេខ្ញុំលើកលែងអានេះទៅចុះនិរិទ្ធបងខិតចិត្តកាយពេលមានបងនឹងក្បែរស្ដីត្អូញត្អែចិនណាយពេលឃ្លាតឆ្ងាយទៅស្ដាយក្រោយទ្រូងរែងអន់តែសាសោកកាពេលឃ្លានបេងដូងជ្រួលច្រៀមវាមទុកសែងធ្ងន់ចិត្តទៀងអៀងលែងធន់រឿងខុសពីមុនកែកុនជួសងបញ្ឈប់ចិត្តស្អប់ត្រៀមហើយត្រឡប់ផ្ដល់ក្តីមេត្តាសាបជាប់ចំណងបើមានឱកាសប្រាថ្នាជួបបងសាជាថ្មីចង់ឲ្យយល់តម្លៃចិត្តស្រី